បាទសួស្តីបងប្អូនទាំងអស់គ្នាអូខេស្វាគមន៍មកកាន់ការរៀនគណិតវិទ្យាបន្តទៀតហើយបាទនៅវីដេអូនេះគឺលោកគ្រូនឹងបង្ហាញអំពីមេរៀនស្វេតបន្តបណ្ដាយើងកែនៅលំហាត់ប្រតិបត្តិគឺលំហាត់លេខ2ដែរដោយសារវីដេអូមុនគឺយើងបានកែទៅនឹងលំហាត់លេខ1រួចមកហើយណាទៅនឹងស្វេតដែរតែស្វេតនេះគឺយើងស្ថិតនៅក្នុងស្វេតចំនួនពិតណាហើយស្ថិតនៅក្នុងចំណុចទី1ទៅនឹងសញ្ញានៃស្វេតណាអូខេអញ្ចឹងយើងបន្តចូលដល់ប្រតិបត្តិលេខ2គឺប្រតិបត្តិលំហាត់លេខ2អញ្ចឹងគេឲ្យយើងសរសេរតួនៃ switch ណា AN គឺកំណត់ដោយ AN ស្មើ1លើ n បូក2ដែល1តូចជាងស្មើ n តូចជាងស្មើ4អូខេអញ្ចឹងក្នុងលក្ខខណ្ឌនេះគឺយើងត្រូវតែសរសេរ n គឺចន្លោះពីណាគឺពី1ទៅ4ដោយសារតែមានពីឬស្មើអញ្ចឹងឬស្មើយើងយកចាប់ពីតម្លៃដែលគេកំណត់ឲ្យនឹងរហូតទៅណាអូខេបើសិនជាដាច់ខាតគឺយើងយកលើនឹងថាពី1ទៅ4នេះគឺយើងយកចាប់ពី2ទៅណាពី2ទៅ3អញ្ចឹងទៅអញ្ចឹងតម្លៃលេខនេះគឺយើងយកពី1 2 3និង4ណាអញ្ចឹងនៅក្នុង AN នេះគឺយើងទៅជួសដោយ4លេខនេះដើម្បីយើងសរសេរតួនៃ switch ណាដែលកំណត់ដោយ AN ស្មើ1លើ n បូក1នេះអូខេអញ្ចឹងវាដូចនឹងលំហាត់គំរូលេខ2ដែរណាលំហាត់នឹងគឺសរសេរដូចគ្នាឥឡូវយើងចាប់ផ្ដើមសរសេរពីតួរបស់វាតោះអញ្ចឹងយើងសរសេរមកអូខេអញ្ចឹងឥឡូវយើងមើល AN ស្មើនឹង1លើ n បូក1អញ្ចឹងតួដែលយើងទៅជួសគឺលេខ1ណាលេខ1នេះគឺជួសក្នុង n នឹងអញ្ចឹងវាបានអីគេA1 គឺស្មើប៉ុន្មាន A1 គឺស្មើ1នៅលើ1បូក2ណា1បូក2អញ្ចឹង1បូក2គឺស្មើ3អញ្ចឹងប៉ុណ្ណឹងគឺស្មើតម្លៃនៃប្រភេទគឺ1នៅលើ1លើ3ទី2គឺ A2 ណា A2 ស្មើ A2 អញ្ចឹង A2 យើងជួសដោយ n ស្មើ2ណាអញ្ចឹងបានន័យថា1នៅលើ2បូកប៉ុន្មានបូក2ណាមិនគុណតែបូកអញ្ចឹងយើងស្មើប៉ុន្មានគឺស្មើ1នៅលើ4 1នៅលើ1លើ4ណាស្មើ2បូក2គឺស្មើ4ទី3គឺតម្លៃលេខ n ស្មើ3អញ្ចឹងគឺបានន័យថា A3 គឺស្មើប៉ុន្មានគឺស្មើ1នៅលើ3បូក2ណា3បូក2អញ្ចឹង3បូក2ស្មើប៉ុន្មានគឺ1នៅលើ5ណា3បូក2គឺស្មើ5តួចុងក្រោយគឺតួទី4អញ្ចឹងគឺ A ប៉ុន្មានគឺ A4 ណាអញ្ចឹង A4 ស្មើប៉ុន្មាន A4 គឺស្មើ1នៅលើ4បូក2អញ្ចឹង4បូក2ស្មើប៉ុន្មានគឺស្មើ6អញ្ចឹងបានន័យថា1នៅលើ6អញ្ចឹងតួនៃ switch ដែលគេសរសេរនៅ AN ហ្នឹងគឺវាមាន4តួណាគឺ1លើ3 1លើ4 1លើ5គឺ1លើ6អញ្ចឹងបានន័យថាតួទី1គឺ A1 ស្មើ1លើ3 A2 ស្មើ1លើ4 A3 ស្មើ1លើ5 A4 ស្មើ1លើ6អូខេអញ្ចឹងចំពោះវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេចំពោះរំហាត់ប្រតិបត្តិលេខ2អញ្ចឹងយើងជួបគ្នានៅរំហាត់ប្រតិបត្តិលេខ3នៅវីដេអូបន្តទៀតបាទអរគុណជម្រាបលា